សម្រាប់វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបទាញយករបាយការណ៍ធនាគារឬក៏ Bank Statement ចេញពី App ស្ថាបនា Mobile អញ្ចឹងសម្រាប់បងប្អូនយើងដែលមានតម្រូវការទាញយករបាយការណ៍ធនាគារយកទៅប្រើប្រាស់តាមកម្មវិធីក៏ដូចជាគោលបំណងផ្សេងៗអាចមើលវីដេអូនេះបានមុននឹងខ្ញុំបង្ហាញពីរបៀបធ្វើសម្រាប់បងប្អូនយើងដែលថ្មីសូមកុំភ្លេចជួយចុចពីជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងតោះឥឡូវយើងមកអនុវត្តទាំងអស់គ្នាជំហានដំបូងយើងចុចបើក App ស្ថាបនា Mobile របស់យើងមកអូខេបន្តមកទៀតបងប្អូនត្រូវចុចទៅលើពាក្យថាគណនីបាទចុចទៅលើគណនីហើយយើងវាយលេខកូដសម្ងាត់6ខ្ទង់របស់យើងបាទខ្ញុំនឹងដាក់ scan មុខខ្ញុំ scan មុខសិនអូខេជំហានបន្ទាប់ទៀតយើងត្រូវធ្វើការជ្រើសរើសគណនីណាមួយដែលយើងចង់ទាញយករបាយការណ៍ចេញពីគណនីមួយហ្នឹងណាបាទអញ្ចឹងយើងចុចទៅលើគណនីណាមួយមកអញ្ចឹងសម្រាប់ខ្ញុំគណនីដែលសកម្មជាងគេគឺគណនីមួយនេះអញ្ចឹងខ្ញុំចុចទៅលើគណនីមួយហ្នឹងតែម្ដងអូខេអញ្ចឹងជំហានបន្តមកទៀតបងប្អូនកលេចមើលខាងលើបាទយើងកលេចមើលខាងលើផ្នែកទាញខាងស្ដាំនេះបាទគេដាក់សញ្ញាព្រួយចុះក្រោមហ្នឹងអញ្ចឹងយើងគ្រាន់តែចុចទៅលើកន្លែងសញ្ញាព្រួយចុះក្រោមហ្នឹងមកអូខេបន្តមកទៀតបងប្អូនធ្វើការជ្រើសរើសមកបងប្អូនចង់ទាញយករបាយការណ៍មួយខែចុងក្រោយ3ខែចុងក្រោយឬក៏6ខែចុងក្រោយបាទយើងជ្រើសរើសតាមតម្រូវការជាក់ស្ដែងមកឧទាហរណ៍ថាចង់បាន3ខែចុងក្រោយយើងធីកយក3ខែចុងក្រោយមកបើចង់បាន6ខែចុងក្រោយយក6ខែចុងក្រោយមកបន្តមកទៀតយើងគ្រាន់តែចុចទៅលើពាក្យថាទាញយកនេះមកចុចទៅលើពាក្យថាទាញយកហើយឥឡូវយើងបាន download រួចហើយបាទអញ្ចឹងយើងអាច share ទៅកាន់ Messenger Telegram ឬក៏បណ្ដាញសង្គមអីផ្សេងទៀតតាមតម្រូវការជាក់ស្ដែងណាបាទឬក៏បងប្អូនអាច save file នឹងទុកក៏បានដែរយើងចុចទៅលើពាក្យថា save to file ទៅសម្រាប់ iPhone បាទសម្រាប់ទូរស័ព្ទ Android វាលោតពាក្យថា save ទៅទេអញ្ចឹងទៅបាទអូខេតោះវាចុច save file ហើយយើងចុច save យ៉ាងមកតែប៉ុណ្ណឹងគឺរួចរាល់ហើយចំពោះ file ដែលយើង download រួចហ្នឹងគឺមាននៅកន្លែងកម្មវិធីក្នុងកម្មវិធី file នេះបាទនេះកម្មវិធីមួយនេះណាអញ្ចឹងយើងចុចទៅលើកម្មវិធីមួយហ្នឹងមកបន្តមកទៀតបងប្អូនត្រូវចុចទៅលើកន្លែងពាក្យថា recent នេះមកបាទហើយបងប្អូននឹងឃើញរបាយការណ៍ធនាគារដែលយើងបាន download មិញហើយនេះបាទយើងចុចទៅលើហ្នឹងមកអូខេហើយបងប្អូនចង់ធ្វើការ share ទៅណាឬក៏ផ្ញើទៅណាស្វែងតែចិត្តបងប្អូនទៅបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងបាទអរគុណ